នៅព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2026នេះក្រសួងការពារជាតិបានរៀបចំពិធីបើកវគ្គបំប៉នស្តីពីការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិនបទវិន័យទូទៅនិងលំហាត់របៀបនៃកងយុទ្ធពលខេមរភូមិន្ទក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ចៃសង្យុនរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឧត្តមសេនីយ៍ឯកគឹមរស្មីអគ្គលេខាធិការរងក្រសួងការពារជាតិនិងជាអនុប្រធានក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ003របស់ក្រសួងការពារជាតិតាំងនាមឯកឧត្តមសេនីយ៍ឯកច័ន្ទសុភត្រារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ003របស់ក្រសួងការពារជាតិបានឡើងអានរបាយការណ៍ស្វាគមន៍ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់វគ្គបំប៉នពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននិងបទវិន័យទូទៅនិងលំហាត់របៀបនៃកងយុទ្ធពលខេមរភូមិន្ទវគ្គបំប៉ននេះមានរយៈពេល39ថ្ងៃក្នុងនោះសិក្សាទ្រឹស្ដីចំនួន24ថ្ងៃនិងអនុវត្តជាក់ស្ដែងចំនួន15ថ្ងៃដែលមានសិក្ខាកាមចូលរួមចំនួន86នាក់និងយោធាចារចំនួន7នាក់វគ្គបំប៉ននេះធ្វើឡើងសំដៅលើការលើកកម្ពស់ប្រសិទ្ធភាពក្នុងការដឹកនាំគ្រប់គ្រងនិងបង្កើនសមត្ថភាពប្រតិបត្តិជាពិសេសគឺកាត់បន្ថយភាពអសកម្មកំហុសឆ្គងទៅលើសិលធម៌បទវិន័យទូទៅដែលនាំមកនូវឥទ្ធិពលមិនល្អនៅក្នុងអង្គភាពនិងសេចក្តីថ្លៃថ្នូររបស់កងយុទ្ធពលខេមរភូមិន្ទជាមួយគ្នានឹងវគ្គបំប៉ននេះក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ003បានតាមដាននិងបន្តជំរុញឲ្យតាមបណ្ដាអង្គភាពចំណុះក្រសួងការពារជាតិទទួលខុសត្រូវជាចម្បងក្នុងការដាក់ចេញផែនការវឹកវើពង្រឹងតាមអង្គភាពរៀងៗខ្លួនឲ្យបានច្បាស់លាស់កំណត់គោលដៅវិធានការនិងកាលវិភាគអនុវត្តជាក់ស្ដែងស្របតាមភារកិច្ចនិងបរិយាកាសរបស់អង្គភាពនីមួយៗការងារពង្រឹងនេះមិនមែនជាការអនុវត្តជាបណ្ដោះអាសន្នមួយពេលនោះទេវាគឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់បន្តរៀបចំផែនការវឹកវើជាប្រព័ន្ធឲ្យមានភាពជាបន្តបន្ទាប់និងមានស្តង់ដារតែមួយស្របតាមទិសដៅគោលនយោបាយនិងការណែនាំរបស់ក្រសួងការពារជាតិលើការពង្រឹងការអនុវត្តលក្ខន្តិកៈបទវិន័យលំហាត់របៀបវប្បធម៌ការងារនិងស្មារតីជាប្រចាំថ្ងៃសម្រាប់អង្គភាពទាំងមូលក្នុងពិធីដ៏មានអត្ថន័យនេះឯកឧត្តមនាយឧត្តមសេនីយ៍ចៃសង្យុនរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កោតសរសើរនិងវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ003របស់ក្រសួងការពារជាតិដែលមានឯកឧត្តមសេនីយ៍ឯកច័ន្ទសុភត្រារដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធានក្រុមការងារដែលកន្លងមកបានដាក់ចេញនៅផែនការនិងសកម្មភាពជាបន្តបន្ទាប់ដល់បណ្ដាអង្គភាពចំណុះក្រសួងការពារជាតិបន្ថែមពីនេះក្រុមការងារក៏បានពុះពៀសម្រេចបាននៅដំណើរការវគ្គបំប៉នដោយអនុវត្តតាមការប្រគល់ភារកិច្ចរបស់ក្រសួងការពារជាតិដែលតម្រូវឲ្យមានការរៀបចំវគ្គបំប៉ននេះឡើងដើម្បីពង្រឹងវិន័យសណ្ដាប់ធ្នាប់ក្រមសីលធម៌ការសម្ងាត់យោធាដោយមានក្នុងខ្លឹមសារសេចក្តីណែនាំលេខ003ជាចុងបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិក៏បានមានប្រសាសន៍ផ្ដាំផ្ញើទៅកាន់សិក្ខាកាមទាំងអស់ត្រូវខិតខំសិក្សាស្វែងយល់ផ្លាស់ប្ដូរបទពិសោធន៍និងយកចំណេះដឹងដែលខ្លួនទទួលបានទៅអនុវត្តជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួនចំពោះយោធាចារសូមចែករំលែកចំណេះដឹងនិងបទពិសោធន៍ដ៏មានតម្លៃដើម្បីលើកកម្ពស់គុណភាពវគ្គបំប៉ននេះតាំងនាមជំនួសមកឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិសូមសម្ដែងនឹងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារដឹកនាំជំរុញអនុវត្តសេចក្តីណែនាំលេខ003និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាថ្នាក់ដឹកនាំគ្រប់គ្រងវគ្គយោធាចារក្នុងក្រុមការងារទាំងអស់នឹងខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឲ្យបានល្អដើម្បីបម្រើជូនអង្គភាពប្រកបដោយភាពស្មោះត្រង់និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងបានប្រកាសបើកវគ្គបំប៉នស្តីពីការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិនបទវិន័យទូទៅនិងលំហាត់របៀបនៃកងយុទ្ធពលខេមរភូមិន្ទចាប់ពីពេលនេះតទៅ